ប្រធានបទលើកនេះខ្ញុំចង់និយាយតាក់ទងទៅនឹងការធ្វើការប្រឹងសមត្ថភាពជាទូទៅយើងតែងតែគិតថាកាលណាយើងខំធ្វើការខ្លាំងអីចឹងទៅយើងខ្លាចគេបោកប្រើយើងអីចឹងណាព្រោះការពិតវាអាចមានចឹងដែរវាមានខេសខ្លះករណីខ្លះគឺយើងខំធ្វើការទៅកម្លាំងពលកម្មដែលយើងទទួលបាននោះតម្លៃនឹងវាអត់ស័ក្តិសមនឹងអ្វីយើងធ្វើទេចឹងធ្វើយើងមានអារម្មណ៍ថាដូចគេបោកយើងប្រើចឹងតែខ្ញុំចង់ឲ្យអ្នកងារផ្លាស់ប្ដូរកន្លែងហ្នឹងទ្រឹស្ដីទី1របស់លោក Robert Kiyosaki ដែលគាត់សរសេរនៅក្នុងសៀវភៅ Rich Dad Poor Dad គាត់និយាយថាធ្វើការដើម្បីរៀនដំបូងខ្ញុំក៏មិនទាន់ជាសូវយល់ប្រហែលដែរប៉ុន្តែដល់ពេលឆ្លងកាត់បទពិសោធន៍ច្រើនជាមួយនឹងអាជីពការងារអីច្រើនដល់ខ្ញុំយល់ថាអូអ្វីដែលគាត់និយាយហ្នឹងគឺត្រឹមត្រូវហើយនឹងសមហេតុផលមិនបានអញ្ចឹងព្រោះកាលណាតែយើងធ្វើការយើងផ្ដោតទៅលើប្រាក់កម្រៃដែលយើងទទួលបានណាចឹងពេលខ្លះវាអាចតាក់ទងនឹងអារម្មណ៍ច្រើនពេលខ្លះទៅយើងមានអារម្មណ៍យើងធ្វើការច្រើនតែបានប្រាក់កម្រៃតិចចឹងធ្វើឲ្យយើងអត់សូវខំហើយយើងមានអារម្មណ៍ថាយើងគួរតែធ្វើការប៉ុណ្ណាឲ្យសមទៅនឹងតម្លៃប្រាក់ខែឬក៏ប្រាក់ម៉ោងឬនិយាយចំប្រាក់កម្រៃយើងទទួលបានគឺល្មមហីតែពេលចឹងវាធ្វើឲ្យការរីកចម្រើនសមត្ថភាពរបស់យើងតែងតែនៅមានកម្រិតជានិច្ចហ្មងយើងអត់អាចលេចធ្លោបានទេចឹងបានលោក Robert គាត់ប្រាប់យើងគឺធ្វើការដើម្បីប្រឹងសមត្ថភាពចឹងច្បាប់ទី1ហ្នឹងគឺធ្វើការគឺដើម្បីប្រឹងសមត្ថភាពមានន័យប្រកាន់សមត្ថភាពយើងឲ្យខ្លាំងចឹងការណាយើងផ្ដោតទៅលើការប្រកាន់សមត្ថភាពច្រើនជាងប្រាក់កម្រៃយើងអត់សូវខ្វល់ប្រមាណទេសំខាន់ឲ្យតែការងារហ្នឹងបរិញ្ញាយើងច្រើនបរិញ្ញាយើងចេះបរិញ្ញាយើងកាន់តែប្រកែគឺយើងកាន់តែខិតខំទោះបីជាប្រាក់កម្រៃហ្នឹងគេឲ្យច្រើនមិនច្រើនក៏យើងអត់សូវខ្វល់ទេដល់ពេលហ្នឹងគឺសមត្ថភាពយើងកើនព្រោះកាលណាសមត្ថភាពយើងកើនឱកាសរបស់យើងក៏កាន់តែសម្បូរជាងមុនហើយទៅឱកាសក្នុងការទទួលបានកម្រៃខ្ពស់ក៏ច្រើនជាងមុនដែរយើងសាកត្រសម័យត្រឡប់ទៅវិញឧបមាថាយើងចំណាយពេល5ឆ្នាំបម្រើការនៅក្នុងស្ថាប័នណាមួយដល់ពេលយើងធ្វើការហ្នឹងគឺយើងសន្លឹងទៅមើលប្រាក់ខែដែលយើងទទួលបានទេយើងអត់អាចធ្វើលើពីប្រាក់ខែដែលយើងទទួលបានទេដល់ពេលអញ្ចឹងទៅសមត្ថភាពរបស់យើងក៏នៅមានកម្រិតដល់ពេលយើងធ្វើការ5ឆ្នាំក្រោយយើងក៏អត់សូវចេះអីច្រើនមែនទេព្រោះដោយសារយើងធ្វើការអាស្រ័យទៅនឹងប្រាក់កម្រៃដែលយើងទទួលបានចឹងយើងមានអារម្មណ៍ថាយើងអត់ចាញ់បោកស្ថាប័នដែលយើងបម្រើការប៉ុន្តែសមត្ថភាពយើងមានកម្រិតឧទាហរណ៍ថ្ងៃណាមួយឬក៏វិបត្តិសេដ្ឋកិច្ចណាមួយកើតឡើងត្រូវការជំរុះបុគ្គលិកគេអាចនឹងជំរុះយើងចោលដល់ពេលគេជំរុះយើងចោលទៅយើងទៅរកការងារផ្សេងយើងក៏អាចបានប្រាក់ខែច្រើនដែរដោយសារអីសមត្ថភាពយើងមានតែប៉ុណ្ណឹងអានោះឧទាហរណ៍មួយទៀតយើងធ្វើការយូរទៅយើងនឿយណាយយើងចង់ឈប់ផ្លាស់ប្ដូរការងារយើងទៅកន្លែងផ្សេងក៏អត់បានច្រើនជាងហ្នឹងសួរអាចតិចជាងស្ថាប័នចាស់យើងផ្ដល់យើងទៀតព្រោះដោយសារសមត្ថភាពរបស់យើងនៅមានកម្រិតចឹងយើងអត់ចំណេញគឺយើងខាតមែនតើចឹងផ្ទុយមកវិញឧទាហរណ៍ថាយើងខំប្រឹងធ្វើការយើងអត់គិតអាស្រ័យទៅលើប្រាក់ចំណូលដែលគេផ្ដល់ឲ្យយើងដោតទៅលើការប្រឹងសមត្ថភាពយើងខំប្រឹងធ្វើការទៅដល់ពេលយើងខ្លាំងបើសិនជាស្ថាប័នយើងល្អមេយើងល្អគឺគេមើលឃើញគេតឡើងតំណែងតឡើងប្រាក់ខែយើងគឺយើងបានច្រើនអូតូម៉ាទិកឧទាហរណ៍ថាយើងធ្វើការនៅក្នុងស្ថាប័នហ្នឹងប៉ះចំប្រធានស្ថាប័នឬក៏ម្ចាស់ស្ថាប័នឬក៏អ្នកគ្រប់គ្រងយើងហ្នឹងគាត់មិនមែនជំនួសដែលប្រកែអញ្ចឹងគាត់មើលអត់ដឹងអីចឹងទៅគាត់អត់បានតឡើងកម្រៃឲ្យយើងអូខេអត់បញ្ហាយើងឈប់ទៅយើងទៅធ្វើកន្លែងផ្សេងយើងបានប្រាក់កម្រៃច្រើនឧទាហរណ៍ថាគេត្រូវកាត់ថយបុគ្គលិកក៏អត់ដល់យើងដែរឧទាហរណ៍យើងចង់ផ្លាស់ប្ដូរការងារយើងទៅធ្វើកន្លែងផ្សេងក៏យើងនៅតែបានប្រាក់កម្រៃច្រើនឧទាហរណ៍មួយទៀតថានៅពេលដែលយើងនឿយណាយជាមួយនឹងអាជីពជាអ្នកធ្វើការអញ្ចឹងណាចឹងយើងចង់ផ្លាស់ប្ដូរអាជីពទៅជាសហគ្រិនយើងចង់ start up អីមួយក៏យើងនៅតែមានឱកាសខ្ពស់ព្រោះដោយសារយើងខ្លាំងយើងចេះច្រើនយើងមានសមត្ថភាពចឹងយើងមានឱកាសច្រើនឃើញទេចឹងខុសគ្នាផ្នត់គំនិតតែបន្តិចទេធ្វើការដើម្បីប្រឹងសមត្ថភាពហើយនឹងធ្វើការដើម្បីអាស្រ័យទៅនឹងប្រាក់ចំណូលគាត់ខុសគ្នាតែប៉ុណ្្នឹងធ្វើឲ្យភាពរីកចម្រើនរបស់យើងគឺខុសគ្នាមែនតើព្រោះខ្ញុំនិយាយហ្នឹងឲ្យអ្នកនេះត្រូវចាំមួយថាយើងអាចផ្លាស់ប្ដូរស្ថាប័នយើងបានយល់ទេតែសមត្ថភាពបើយើងអត់បដោះទេគឺវាអត់កើនទេត្រូវចាំអញ្ចឹងស្ថាប័នអាក្រក់ល្អជារឿងរបស់ស្ថាប័នតែការរីកចម្រើនជារឿងរបស់ខ្លួនយើងរឿងពីរហ្នឹងផ្សេងគ្នាត្រូវចាំគេបោកយើងប្រើជារឿងរបស់គេទេអានឹងគេខ្វះគុណធម៌តែយើងខ្លួនយើងនេះយើងអត់ប្រឹងឲ្យខ្លួនឯងមានសមត្ថភាពអានឹងជារឿងមិនគប្បីជាមួយនឹងខ្លួនឯងរបស់យើងទេដូចជីមរនចំណាំនិយាយចឹងខ្ញុំធ្វើការ10ឆ្នាំតែបទពិសោធន៍អត់ស្មើអ្នកធ្វើការ1ឆ្នាំប៉ុន្តែចឹងណាព្រោះដោយសារយើងធ្វើការ10ឆ្នាំយើងអត់បានប្រឹងយើងអត់បានអភិវឌ្ឍចឹងសមត្ថភាពរបស់យើងគឺស្មើនឹងគេប្រឹងធ្វើការតែ1ឆ្នាំទេចឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាហេតុអីបានខ្ញុំធ្វើការ10ឆ្នាំមិនប្រាក់ចំណូលរបស់ខ្ញុំប្រហែលគេទំចូលធ្វើការដោយសារបើសមត្ថភាពយើងនឹងបានប្រហាក់ប្រហែលជាមួយអ្នកទំចូលធ្វើការនោះពេលខ្លះអាចក្រោមទាំងគេទៀតដោយសារយើងរវល់ទៅមើលប្រាក់ចំណូលដែលយើងទទួលបានដោយភ្លេចគិតថាតើសមត្ថភាពយើងកើនប៉ុណ្ណាចឹងគ្រាន់តែផ្លាស់ប្ដូរការគិតបន្តិចអ្វីៗនឹងប្រសើរឡើយអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅ
បងប្អូនដែលចង់ឲ្យខ្លួនឯងប្រសើរឡើងគឺត្រូវតែផ្ដោតទៅលើការអភិវឌ្ឍសមត្ថភាពយើងព្រោះកាលណាតែយើងមានសមត្ថភាពយើងមានចំណុចច្រើនណាស់ដូចខ្ញុំនិយាយចឹងនៅក្នុងស្ថាប័នដដែលឱកាសឡើងតួនាទីឱកាសឡើងប្រាក់ខែមានផ្លាស់ប្ដូរស្ថាប័នទៅស្ថាប័នថ្មីក៏ទទួលបានប្រាក់ចំណូលច្រើនដែរហើយទៅឱកាសការងារក៏នៅតែប្រសើរដែរឧបមាថាឈប់ធ្វើការចង់ start ទៅលើអាជីវកម្មក៏នៅតែមានសមត្ថភាពដែរព្រោះដោយសារយើងខ្លាំងកាលណាយើងខ្លាំងគេទទួលស្គាល់យើងគេដឹងឮថាយើងខ្លាំងហើយអញ្ចឹងដល់ពេលយើងចេញមកចង់ប្រឡូកក្នុងវិស័យអាជីវកម្មវិញក៏យើងងាយក្នុងការបង្កើតអាជីវកម្មមួយដែរយើងងាយក្នុងការប្រមូលផាន់ប្រមូលទុនដើមទុនពីមនុស្សផ្សេងៗព្រោះគេដឹងចរិតយើងថាយើងខ្លាំងយើងធ្វើអីយើងមានទំនួលខុសត្រូវយើងជាមនុស្សបើកចិត្តទៀនអីផ្សេងៗអញ្ចឹងណាអញ្ចឹង credit គេហៅ credit យើងល្អ credit មានន័យថាភាពគួរឲ្យទុកចិត្តរបស់យើងហ្នឹងគឺល្អមែនតើគេទុកចិត្តយើងច្រើនអញ្ចឹងគេនឹងផ្ដល់គេអត់ខ្លាចក្នុងការវិនិយោគមួយយើងព្រោះគេដឹងថាយើងជាមនុស្សដែលមានទំនួលខុសត្រូវហើយអញ្ចឹងការដែលយើងផ្ដោតទៅលើការរីកចម្រើនគឺនាំឲ្យយើងចំណេញច្រើនដូចខ្ញុំនិយាយអញ្ចឹងគេអត់អាចបោកយើងបានរហូតទេយើងពេលខ្លះយើងមានអារម្មណ៍ថាបើសិនខ្ញុំខំធ្វើការបោកប្រាក់គេបោកប្រាក់ខ្ញុំអូខេអ្នកឯងអាចបោកប្រាក់ខ្ញុំបានអាហ្នឹងជាភាពគ្មានគុណធម៌របស់អ្នកឯងទេអ្នកឯងគ្មាន leadership អ្នកឯងខ្វះតម្លៃជារឿងរបស់អ្នកឯងតែខ្ញុំមានភាពថ្លៃថ្នូរខ្ញុំជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវលើជីវិតខ្លួនខ្ញុំគឺជារឿងរបស់ខ្ញុំអញ្ចឹងយើងត្រូវប្រកាន់ជាប់អញ្ចឹងរឿងគេជារឿងរបស់គេតែរឿងយើងជារឿងរបស់យើងអញ្ចឹងយើងត្រូវតែខំប្រឹងអញ្ចឹងយើងត្រូវដឹងមួយទៀតថាទៅធ្វើការមិនត្រឹមតែបានទៅលុយទេមិនត្រឹមតែបានចំណូលគឺត្រូវសមត្ថភាពប៉ុន្តែត្រូវចងចាំថាការបរិងសមត្ថភាពជារឿងទី1ចំណូលជារឿងទី2ទេព្រោះចំណូលកើនតាមរយៈសមត្ថភាពមិនមែនសមត្ថភាពកើនតាមរយៈចំណូលទេឧបមាម្នាក់ធ្វើការប្រាក់ខែ$200យើងមិនអាចឲ្យគាត់$5,000ភ្លាមឲ្យគាត់មានសមត្ថភាពស្មើ CEO ទេគឺអត់អាចទេតែឧបមាថាយើងធ្វើការប្រាក់ខែ200ទេតែសមត្ថភាពយើងស្មើនឹង CEO ប្រាក់ខែ$5,000អញ្ចឹងយើងប្រកាសជាអាចទៅធ្វើការស្មើនឹងគេ$5,000បានមុនក្រោយគង់យើងឡើងដល់$5,000ហ្នឹងទេព្រោះដោយសារអីដូចខ្ញុំនិយាយពីមុនអញ្ចឹងសមត្ថភាពប្រាក់ខែគឺកើនតាមសមត្ថភាពចំណូលកើនតាមសមត្ថភាពមិនមែនសមត្ថភាពកើនតាមចំណូលទេឲ្យចំណូលច្រើនក៏ដោយបើសិនយើងអត់ខំប្រឹងសមត្ថភាពក៏យើងនៅតែអត់កើនដែរជុំត្រូវតែប្រឹងវាឲ្យបានសមត្ថភាពហ្នឹងកាលណាសមត្ថភាពយើងកើនអ្វីនឹងប្រសើរឡើងអញ្ចឹងចាប់ថ្ងៃទៅគឺផ្លាស់ប្ដូរការគិតធ្វើការងារអីក៏ដោយគឺអាចមានផ្ដោតទៅលើការរីកចម្រើនរបស់ខ្លួនឯងមុនប្រាក់ចំណូលទៅតាមក្រោយបើសិនជាចំណូលនឹងអត់ល្អទេអូខេអត់អីខ្ញុំប្រឹងដល់សមត្ថភាពមួយដែលយើងគិតថាយើងខ្លាំងហើយចាញ់ទៅរកកន្លែងថ្មីដែលផ្ដល់អនាគតប្រសើរជាងយើងបើសិនទៅរកកន្លែងណាអត់បានឬក៏យើងចង់ផ្លាស់ប្ដូរចង់ទៅ start អីនេះមួយទៅ start ទៅក៏នៅតែទៅរួចដែរតែចាំអញ្ចឹងព្រោះសមត្ថភាពដែលយើងទទួលបានណាគ្មានអ្នកណាអាចដកពីយើងបានទេអូមកបម្រើការងារនៅស្ថាប័នមួយ10ឆ្នាំយើងចេះដឹងខ្ទេចអូជំនាញមកសួរថាពេលយើងដាក់ពាក្យឈប់ទៅតែគេអាចដកអាសមត្ថភាពដែលយើងចេះយកពីយើងបានទេគ្មានអ្នកណាដកពីយើងបានទេគឺអត់អាចទេកិត្តិយសសេចក្តីខ្លាញ់ហូគេដកពីយើងបានគឺគេដកពីយើងអត់បានទេវានៅជាប់យើងមកអញ្ចឹងកន្លែងនោះជឿរបស់យើងណាតែបើលុយកាក់ប្រាក់ខែដែលយើងរកមកយើងអាចខាតអាចចំណេញអាចចំណាយតែនៅក្នុងវាអាចបាត់តែសមត្ថភាពនៅមួយយើងនោះគឺអត់បាត់ហ្មងអញ្ចឹងត្រូវផ្ដោតទៅលើរឿងនឹងឲ្យខ្លាំងមែនតើអញ្ចឹងម្លឹកម្ដងហើយម្ដងទៀតធ្វើការប្រាក់ខែក៏យកដែរតែអ្វីដែលយកមុនគេគឺសមត្ថភាពធ្វើឲ្យខ្លួនឯងត្រូវតែរីកចម្រើនអញ្ចឹងជ្រើសរើសកន្លែងការងារណាក៏ដោយនៅក្មេងជ្រើសរើសកន្លែងណាដែលផ្ដល់ការរីកចម្រើនមុនគេហ្មងបើកន្លែងណាអត់ផ្ដល់ការរីកចម្រើនអត់ស្ូវខ្វល់ក្នុងការអភិវឌ្ឍទេមិនបាច់ទៅទេព្រោះដោយសារទោះបីប្រាក់ខែច្រើនណាស់ដល់ពេលមួយវាឡើងទៅមុខហើយព្រោះដោយសារសមត្ថភាពយើងមានប៉ុណ្ណឹងយើងមិនទៅមុខទៀតអញ្ចឹងរើសកន្លែងណាដែលផ្ដល់ឱកាសឲ្យយើងរីកចម្រើនអញ្ចឹងកាលណាតែយើងរីកចម្រើនទោះបីយើងនៅនឹងក៏បានប្រាក់ខែច្រើនទោះបីយើងបើកន្លែងហ្នឹងអត់បានប្រាក់ខែច្រើនទៅកន្លែងថ្មីក៏នៅតែប្រាក់ខែច្រើនដែរបើមិនទៅកន្លែងថ្មី start up អីមួយទៀតក៏នៅតែធ្វើខែដែរអូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំគិតថាជារឿងដែលសំខាន់មែនទែនដែលយើងគួរតែបដោតបាទអញ្ចឹងសូមបញ្ចប់ប៉ុណ្ណឹងសូមអរគុណ